ពីយើងកាយរួចយើងត្រូវយកពងមកដាក់ភ្ញាស់នេះកន្លែងដែលពេលកធាដែលវិញនោះគឺវាធ្លាក់ចេញពីកន្លែងដែលយើងដាក់ពងនេះភ្ញាស់នេះហើយធ្លាក់មកក្នុងទឹកក្នុងអាងនេះហើយវាដាក់លុបដីមកដាក់ពងតម្រៀបចូលតទៅយើងធ្វើដីបានស្អាតរបៀបនេះហើយយើងដាក់ពងចូលមកតម្រៀបមកយើងប្រៀបវាឲ្យស្មើកុំឲ្យវាស្កត់គ្នាក៏បានស្កត់គ្នាក៏បានតែយើងចង់ស្អាតចង់ល្អយើងតម្រៀបវាឲ្យស្អាតជាងមកប៉ុណ្ណេះរួចជាស្រេចតើមកយើងយកដីរោយវាមិនបាច់កប់ជ្រៅពេកទេរោយលុបចឹងបន្ទាប់ពីយើងកប់រួចយើងលុបដីបានស្អាតជាហើយយើងត្រូវដងទឹកយកមកប្រោះទឹកនេះយើងត្រូវប្រោះជារៀងរាល់ថ្ងៃមួយថ្ងៃម្ដងក៏បាន2ដងក៏បានកុំឲ្យខានយូរបើខានអាចខានមួយថ្ងៃអីចឹងទៅដើម្បីឲ្យពងវាមានវាស្រូបទៅជាតិសំណើមពេលយើងប្រោះបានសពទៅហើយយើងការភ្ញាក់ពងត្រូវបានបញ្ចប់